ជំរាបសួរលោកគ្រូទេថ្ងៃនេះខ្ញុំមកបកស្រាយធ្វើការឆ្លុះបញ្ចាំងពីមេរៀន PISA អញ្ចឹងនិយាយសេចក្តីផ្ដើម PISA គឺជាកម្មវិធីសម្រាប់កម្មវិធីវាតម្លៃអន្តរជាតិមួយដែលមានឈ្មោះពេញថា Program of International Student Assessment ឬក៏ PISA វាប្រើដើម្បីវាស់សមត្ថភាពសិស្សអាយុ15ឆ្នាំក្នុងការប្រើប្រាស់ចំណេះដឹងទៅនឹងការអនុវត្តក្នុងជីវិតពិតមិនត្រឹមតែការចងចាំមេរៀននៅក្នុងថ្នាក់ទេអញ្ចឹង PISA គឺផ្ដោតទៅលើមុខវិជ្ជាសំខាន់3គឺអក្ខរកម្មផ្នែកអំណានអក្ខរកម្មគណិតវិទ្យានិងអក្ខរកម្មផ្នែកវិទ្យាសាស្ត្រគោលបំណងនៃការបង្កើត PISA មានដូចជាវាស់សមត្ថភាពសិស្សក្នុងការគិតវិភាគនិងដោះស្រាយបញ្ហាប្រៀបធៀបលទ្ធផលរវាងប្រទេសនិងប្រទេសជួយកែលម្អគុណភាពអប់រំលក្ខណៈពិសេសរបស់ PISA វាវាស់សមត្ថភាពអនុវត្តមិនមែនវាស់ការចងចាំនោះទេសំណួរច្រើនជាស្ថានភាពជីវិតពិត 80% នៃការធ្វើតេស្តគឺជាសំណួរពហុជ្រើសរើសចំណែក 20% គឺជាសំណួរសរសេរបញ្យលភាពខុសគ្នារវាងការតេស្តស្តង់ដារនិង PISA នៅ PISA គេ PISA ផ្ដោតទៅលើផ្នែកជីវិតពិតវាស់សមត្ថភាពអនុវត្តនិងប្រៀបធៀបអន្តរជាតិចំណែកឯតេស្តស្តង់ដារគឺផ្អែកលើកម្មវិធីសិក្សាវាស់ចំណេះដឹងក្នុងសៀវភៅប្រើសម្រាប់វិតម្លៃក្នុងសាលារៀន PISA ផ្ដោតលើការគិតវិភាគការសន្និដ្ឋាននិងការបកស្រាយនៅក្នុង PISA អំបញ្ញមិញគឺយើងមាន3ដែលវាផ្ដោតលើមុខវិជ្ជា3គឺអក្ខរកម្មផ្នែកអំណានអក្ខរកម្មគណិតវិទ្យានិងអក្ខរកម្មផ្នែកវិទ្យាសាស្ត្រអញ្ចឹងអក្ខរកម្មអំណានគឺជាសមត្ថភាពយល់និងការបកស្រាយអត្ថបទដើម្បីសម្រេចគោលបំណងក្នុងការចូលរួមសង្គមចំណុចសំខាន់នៅក្នុងអក្ខរកម្មអំណានមាន3ធំ1ការលំនាំនៃការគិតហើយលំនាំនៃការគិតអត្ថបទនិងបរិបទនៅក្នុង3ធំហ្នឹងមានចំណុច3តូចទៀតគឺលំនាំនៃការគិតមានចំណុច3តូចស្វែងរកព័ត៌មានបកស្រាយនិងបញ្ចូលគ្នាវាតម្លៃនិងពិចារណាអត្ថបទមានអត្ថបទបន្តអត្ថបទមិនបន្តបកស្រាយតារាងក្រាបអត្ថបទចម្រុះចំណែកឯបរិបទមានបុគ្គលសាធារណៈអប់រំនិងមុខរបរកម្រិតសមត្ថភាពមានពីក្រោមកម្រិត1ដល់កម្រិត6ជាកម្រិតដែលខ្ពស់ជាងគេបំផុតអក្ខរកម្មគណិតវិទ្យាគឺប្រើដើម្បីដោះស្រាយបញ្ហាក្នុងជីវិតពិតអញ្ចឹងគណិតវិទ្យានៅក្នុងជីវិតពិតអ្វីក៏យើងត្រូវការប្រើប្រាស់លេខដែរដើម្បីដោះស្រាយបញ្ហាហ្នឹងគឺមាន3ចំណុចសំខាន់ដូចគ្នាមួយគឺការបង្កើតបញ្ហាលំនាំអនុវត្តនិងគណនាបកស្រាយលទ្ធផលខ្លឹមសារបរិបទខ្លឹមសារមានបរិមាណការបកស្រាយទិន្នន័យការបកស្រាយភាពមិនច្បាស់លាស់ការបកស្រាយរវាងទំនាក់ទំនងការបកស្រាយលំហនិងទម្រង់បរិបទមានបុគ្គលសង្គមមុខរបរនិងវិទ្យាសាស្ត្រចំណែកឯអក្ខរកម្មផ្នែកវិទ្យាសាស្ត្រមានសមត្ថភាព3ធំដូចគ្នា1បញ្ចូលពីបាតុភូតនៃវិទ្យាសាស្ត្របកស្រាយទិន្នន័យវាតម្លៃនិងរៀបចំការស៊ើបអង្កេតចំណេះដឹងមាន3ដែរគឺ context knowledge procedural knowledge estimate knowledge ចំណែកឯបរិបទមាន3គឺមាន4សុខភាពបរិស្ថានបច្ចេកវិទ្យាកម្រិតបុគ្គលទីតាំងនិងសកលនៅក្នុងនេះដែរជំនាញសតវត្សទី21ក៏គេបានលើកឡើងនៅក្នុងការធ្វើតេស្ត PISA អញ្ចឹង PISA ផ្ដោតលើការគិតវិភាគការច្នៃប្រឌិតការស្រាវជ្រាវទំនាក់ទំនងនិងការគិតជាប្រព័ន្ធមួយចុងក្រោយគឺការប្រើព័ត៌មានអញ្ចឹងទាំងអស់ហ្នឹងគឺជាសមត្ថភាពរបស់ PISA គឺប្រើសម្រាប់ធ្វើតេស្តនៅទូទាំងពិភពលោកដើម្បីដឹងថាតើក្មេងនៅអាយុ15ឆ្នាំប្រើប្រាស់ចំណេះដឹង
từ anh vật không chỉ vật bất dạng đôi mặt đầy đời xa tại ca riêng nơi nạ ti nơi ở dụ đập ram sao mình đầm rỡ ai quạt trong cha mê riêng nó không nạ còn nó té phần tay đầm rỡ ai quạt do vì do tại anh vật nó không chỉ vật bật chứ lẽ cái nào pizza được bỏ pizza vì chui ai mình nói đại miền ở dụ đập ram năm lang tới nó cứ quạt che pra ca cất bài chỉ vật bật tràn chiang ca cất nơi không nạ riêngហើយភាសាក៏ផ្ដោតទៅលើសំខាន់ការវាស់សមត្ថភាពអនុវត្តផ្នែកជីវិតពិតមិនដូចជាការតេស្តស្តង់ដារការតេស្តស្តង់ដារគឺជាការតេស្តទៅលើកម្មវិធីសិក្សាដើម្បីវាស់ចំណេះដឹងនៅក្នុងសិភៅសិក្សាគោលនោះទេអញ្ចឹងភាសាវាផ្ដោតទៅលើការគិតវិភាគសន្និដ្ឋាននិងការដោះស្រាយដើម្បីឲ្យមានភាពងាយស្រួលនៅក្នុងការអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃសរុបមកភាសាគឺមិនត្រឹមតែវាស់ចំណេះដឹងទេប៉ុន្តែវាមានសមត្ថភាពប្រើចំណេះដឹងនៅក្នុងជីវិតពិតអញ្ចឹងភាសាវាសំខាន់ណាស់សម្រាប់ប្រទេសមួយដើម្បីអភិវឌ្ឍនិងកែលម្អចំណេះដឹងបើសិនជាយើងមិនបានធ្វើតេស្តភាសាទេអញ្ចឹងសិស្សទាំងអស់មិនបានត្រៀមខ្លួនឲ្យមានជំនាញនៅសតវត្សទី21ទេមានន័យថាពួកគាត់អត់ដឹងថាការនៅពេលដែលពួកគាត់អាយុ15ឆ្នាំឡើងទៅគឺគាត់អត់ដឹងថាការអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃឬក៏ការអនុវត្តនៅក្នុងជីវិតពិតរបស់គាត់ហ្នឹងជួបផលលំបាកអ្វីខ្លះហើយជួបភាពប្រសើរអ្វីខ្លះអញ្ចឹងការរៀននៅក្នុងថ្នាក់រៀននិងការអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃគឺវាមានភាពខុសគ្នាអញ្ចឹងទើបឲ្យពិភពលោកនាំគ្នាបង្កើតតេស្តមួយដែលហៅថាតេស្ត PISA នេះPISA Program for International Student Assessment ហ្នឹងគឺវាជួយឲ្យយើងហ្នឹងកែលម្អឲ្យក្មេងដែលមានអាយុ15ឆ្នាំហ្នឹងត្រៀមខ្លួនសម្រាប់ការប្រើប្រាស់ចំណេះដឹងក្នុងជីវភាពរស់នៅប្រចាំថ្ងៃឲ្យបានល្អប្រសើរជាងមុន